កតាអ្វីខ្លះដែលធ្វើឲ្យសម្បកកង់ឡានផ្ទុះតាមផ្លូវពេលដែលកំពុងតែបើកបរបងប្អូនបានអញ្ចឹងក្នុងវីដេអូនេះខ្ញុំលើកយក5ចំណុចដើម្បីមកបង្ហាញបងប្អូនដើម្បីបងប្អូនចេះមើលទាំងអស់គ្នាហើយជៀសវាងការផ្ទុះកង់តាមផ្លូវអញ្ចឹងបងប្អូនទី1គឺភាពសឹកខុសធម្មតារបស់សម្បកកង់បងប្អូនបាទនេះស៊ីក្នុងឬក៏ស៊ីក្រៅអញ្ចឹងទៅបងប្អូនប្រើយូរទៅអាចនឹងដល់អំបោះឬក៏រត់ឆ្ងាយទៅស៊ីអត់ដឹងវាមានបញ្ហាផ្ទុះតែម្ដងបងប្អូនបាទអានឹងតទៅ alignment មិនបាត់ហើយទី2គឺសម្បកកង់ដែលផុតអាយុកាលប្រើប្រាស់បងប្អូនបាទកត្តាទី2ណាបាទហើយសម្បកកង់ដែលផុតអាយុកាលការប្រើប្រាស់នេះបងប្អូនអត់អាចរត់លឿនបានទេបងប្អូនបាទហើយវាមានសភាពប្រេះអីចឹងទៅនៅលើសម្បកកង់គេមានថ្ងៃបរិច្ឆេទនៃការប្រើប្រាស់អញ្ចឹងបងប្អូនហើយសាច់របស់វាបើសិនជាវាលើសអាយុគឺវាប្រេះបែបនេះបងប្អូនហើយបងប្អូនបន្តប្រើទៅវានឹងអាចនឹងមានបញ្ហាផ្ទុះបាទតាមផ្លូវអញ្ចឹងទៅបងប្អូនបាទហើយបញ្ហាមួយទៀតយើងចាត់ទុកថាវាចាំបាច់ដែរគឺទៅលើសម្ពាធខ្យល់កង់ណាបងប្អូនបាទការសប់សម្ពាធខ្យល់កង់នេះក៏សំខាន់ដែរបងប្អូនបាទនៅលើសម្បកកង់ក៏គេបញ្ជាក់ពីការសប់ដូចគ្នានៅលើដៃទ្វីឡានក៏បញ្ជាក់ពីគីឡូដែលត្រូវសប់ដូចគ្នាអញ្ចឹងបើសិនជាបងប្អូនសប់លើសសម្ពាធខ្យល់កង់តឹងខ្លាំងពេកពេលដែលបងប្អូនរត់ឆ្ងាយខ្យល់ក្នុងនឹងវារីកមាឌបន្ថែមគឺវាអាចនឹងមានបញ្ហាផ្ទុះដែរបងប្អូនបាទហើយកត្តាទី4នោះគឺការរត់លើសល្បឿនកំណត់ដែលសម្បកកង់ដាក់មកនៅក្នុងស្ពេចរបស់គេបងប្អូនបាទដោយតាំងដោយអក្សរ H នេះគឺជាក់ស្ដែងគឺរត់បានល្បឿន210ក្នុងល្បឿន top speed ណាបាទបើសិនជារត់លើសល្បឿនកំណត់210ហ្នឹងគឺអាចនឹងមានបញ្ហាផ្ទុះហើយគឺវាអត់ទប់កម្ដៅអត់ជាប់ទេបងប្អូនទី5គឺការដឹកលើសទម្ងន់ផ្ទុករបស់សម្បកកង់បងប្អូនលើសម្បកកង់មានដូចគ្នាអរគុណច្រើនបងប្អូន